ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនមុខម្ហូបមួយទៀតហើយបងប្អូនគឺស្ងោរស្ពៃកញ្ញាញ់ជាមួយនឹងប្រហិតត្រីឆ្លាតបងប្អូនតោះអញ្ចឹងកុំឲ្យហាត់ពេលយូរមកដឹងពីវិធីស្ងោរជាមួយខ្ញុំទាំងអស់គ្នាចាដំបូងគឺនឹងខ្ញុំបានទៅដកបន្លែបងប្អូនបន្លែយើងគឺបន្លែដាំដោយខ្លួនឯងបងប្អូនឃើញថាខ្ចីល្មមស្ងោរមែនតែនហើយយើងទុកឲ្យធំទៅទៀតអាចនឹងទៅកោហូបមុនយើងអស់បងប្អូនយើងអាចយកទៅស្ងោរក៏បានហូបលក់ក៏បានដែរស្ពៃនេះអញ្ចឹងថ្ងៃនេះនឹងខ្ញុំបានដោយសារតែនឹងខ្ញុំមានត្រីអញ្ចឹងនឹងខ្ញុំក៏យកមកស្ងោរអញ្ចឹងបងប្អូនហើយយើងហាន់វាជាកង់បែបហ្នឹងឬក៏បងប្អូនចិត្តជាបញ្ឆិតក៏បានដែរតែខ្ញុំហាន់បែបហ្នឹងគឺលឿនហើយបានលាងទឹកបងប្អូនយកទៅលាងទឹកឲ្យស្អាតលាង5-6ទឹកបងប្អូនយើងហូបខ្លួនឯងអញ្ចឹងយើងលាងឲ្យស្អាតអញ្ចឹងទើបមានសុខភាពល្អទាំងអស់គ្នាឃើញថាស្ពៃរបស់យើងនៅឡើងខ្ចីមែនតែនបងប្អូនពណ៌វិញឡើងស្អាតចំណែកឯស្លឹកខ្ទឹមនេះគឺខ្ញុំហាន់ទុកដាក់ជាមួយនឹងត្រីឆ្លាតបងប្អូនហើយខ្ទឹមនេះគឺខ្ញុំដាក់ពេលដែលយើងដាំទឹកពុះយើងស្ងោរបងប្អូនចាខ្ញុំដាក់មកលាយគ្រឿងជាមួយនឹងត្រីឆ្លាតរបស់យើងម្សៅស៊ុបមានអំបិលប៊ីចេងបងប្អូនស្ករសកន្លះស្លាបព្រាអញ្ចឹងទៅហើយបន្ទាប់មកទៀតគឺខ្ញុំដាក់ម្រេចកុំឲ្យឆ្អាបហើយស្លឹកខ្ទឹមដែលយើងហាន់បាញ់មិញហ្នឹងយើងក៏ដាក់បញ្ចូលគ្នាអស់អញ្ចឹងដើម្បីឲ្យកុំឲ្យត្រីរបស់យើងឆ្អាបឲ្យមានក្លិនឈ្ងុយអញ្ចឹងបងប្អូនហើយបងប្អូនធ្វើការតប់ច្បល់ចូលគ្នាអញ្ចឹងឲ្យយូរបន្តិចបងប្អូនឲ្យគ្រឿងចូលសពសាច់ត្រីអញ្ចឹងធ្វើឲ្យត្រីរបស់យើងនឹងចូលជាតិបានល្អហើយកាន់តែតប់កាន់តែច្បល់រឹតតែស្វិតសាច់ត្រីរបស់យើងគឺស្វិតរមួតមែនតើស្អិតដូចគេទៅស្អិតញ៉ែតឡើយមកបងប្អូនដូចនៅក្នុងវីដេអូស្អិតល្មួតតែម្ដងនិយាយបើថាយកទៅស្ងោរមិនដឹងស្វិតយ៉ាងណាទេស្អិតជាប់ទៅពេលស្អិតល្មួតបន្ទាប់មកបងប្អូនលុញដូចខ្ញុំក៏បានបងប្អូនចង់ឆ្កាស់ដាក់ក្នុងចានក៏បានដែរពេលទឹកស្លពុះយើងដាក់ខ្ទឹមសដែលយើងច្រាំហ្នឹងហើយក៏យើងចាក់ដាក់សាច់ត្រីដែលយើងលុញបាញ់មិញហ្នឹងដាក់ចូលឆ្នាំងបងប្អូនឃើញសថ្លាអញ្ចឹងតែរសជាតិវិញសាហាវហ្មងឆ្ងាញ់ណាបងប្អូនយើងក្របទុកមកពុះបែរឃើញថាសាច់ត្រីឆ្លាតរបស់យើងហ្នឹងប្រហិតរបស់យើងគឺវាអណ្ដែតបងប្អូនតែវាអណ្ដែតឡើងមានន័យថាប្រហិតហ្នឹងគឺឆ្អិនហើយឃើញទេបងប្អូនតែវាអណ្ដែតឡើងគឺឆ្អិនហើយបងប្អូនអាចភ្លក់មើលបានបើយើងស្ទើអីយើងថែមគ្រឿងតាមក្រោយទៀតនឹងខ្ញុំស្ទើប្រៃនឹងខ្ញុំថែមអំបិលបន្តិចស្ករសបន្តិចនិងប៊ីចេងបងប្អូនដោយសារតែនឹងខ្ញុំភ្លក់រៀងស្ទើហើយនៅអំបិលហើយរសជាតិបងប្អូនអាចថែមតាមក្រោយតាមចំណង់ចំណូលចិត្តរបស់បងប្អូនបានប្រៃសាបអីគឺអាស្រ័យទៅលើយើងទេយើងថែមបានតាមក្រោយបានទៀតហើយបន្លែយើងឃើញថាត្រីឆ្អិនហើយយើងក៏ដាក់បន្លែរបស់យើងនឹងចូលទៅដាក់ឲ្យបងប្អូនក្របវាមកពុះចាបងប្អូនសកត់ឲ្យក្របវាទៅឃើញថាបើពុះហើយគឺស្ងោររបស់យើងនឹងឆ្អិនរួចរាល់បងប្អូនព្រោះស្ពៃរបស់យើងនឹងបើទុកយូរពេកក៏អត់ឆ្ងាញ់ដែរអញ្ចឹងឆ្អិនរួចរាល់ហើយស្ងោរស្ពៃរបស់ខ្ញុំវាថ្លាក៏ពិតមែនប៉ុន្តែរសជាតិវិញមានសុខភាពល្អណាស់បងប្អូនហើយជាចុងក្រោយយើងត្រូវបន្ថែមជីបន្តិចបងប្អូនដើម្បីឲ្យស្ងោររបស់យើងមានក្លិនកាន់តែឈ្ងុយគួរឲ្យទាក់ទាញយើងចង់ញ៉ាំថែមទៀតមានអីក្តៅអីហត់ម្នាក់មកជងអីទៅបងប្អូនបែកញើសខ្ចាយសុខភាពល្អមែនតែនអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំបងប្អូនតាំងពីដើមរហូតដល់ចប់អញ្ចឹងកុំភ្លេចជួបគ្នានៅវីដេអូក្រោយៗទៀតណាបងប្អូនសូមអរគុណ